ពីម្នាក់ចូលទៅបត់ជើងក្នុងព្រៃចៃដន្យជួបនាគោដែលកំពុងរបួសឃើញថាស្រកាដ៏រឹងមាំរបស់គេត្រូវរបួសយ៉ាងធ្ងន់ធ្ងរដល់ឆ្អឹងឯណោះនាងគ្រាន់តែគ្រវីដៃតិចមករបួសណាស់ក៏បានជាសះស្បើយយ៉ាងលឿនគួរឲ្យភ្ញាក់ផ្អើលមិនយូរប៉ុន្មាននាគក៏អាចងើបឈរវិញបានគេចងចាំមុខនាងទុកនៅក្នុងចិត្តជានិច្ចពេលនេះនាងមិនដឹងទេថាអំពើល្អដោយចៃដន្យនេះនឹងក្លាយជាចំណុចសំខាន់ជួយសង្គ្រោះជីវិតនាងដល់ថ្ងៃបុណ្យ GCKK នារីដែលមិនទាន់រៀបការនាំគ្នាពាក់អាវក្រហមទៅមាត់ទន្លេបួងសួងសុំគូស្រករពីស្ដេចនាងចិត្តអាក្រក់ចង់លេចធ្លោជាងគេហ៊ានលួចយកគុជខ្យងកេតម៉ែរបស់នាងយកមកកប់តែងស្បែកជើងខ្លួនឯងហើយដើរយ៉ាងទៅកាន់កំពង់ទឹកនាងទូចដើម្បីយករបស់ម៉ែមកវិញក៏ប្រញាប់រត់តាមទៅទីទាំងពីរនាក់ប្រតែយប្រតប់គ្នានាងចិត្តអាក្រក់ជ្រៀតរុញមួយទំហឹងធ្វើឲ្យនាងធ្លាក់ចូលក្នុងទឹកនាងប្រឹងត្រដកក្នុងទឹកស្មានថាលើកនេះច្បាស់ជាស្លាប់ហើយក្នុងគ្រាអាសន្ននោះស្ដេចនាងក៏បង្ហាញខ្លួនតាមពិតគេគឺជាកូននាងថ្ងៃមុនគ្រាន់តែឃើញភ្លាមគេចាំបានថានាងជាអ្នកជួយជីវិតគេក៏ខ្លែងខ្លួនជាមនុស្សចុះទៅជួយនាងភ្លាមហើយដើម្បីតបស្នងគុណនាងស្ដេចនាគសុខចិត្តយកខ្លួនរួមរស់ជាមួយនាងមួយយប់នាងដឹងខ្លួនឡើងស្មានថាខ្លួនដេកជាមួយបិសាចនាងដឹងច្បាស់ថាបើគេដឹងរឿងនេះនាងច្បាស់ជាត្រូវគេវាយងាប់មិនខានក៏ប្រញាប់រត់គេចខ្លួនធ្វើឲ្យជ្រុះស្បែកជើងមួយចំហៀងស្ដេចនាគបំរុងនឹងនាំនាងទៅឋានសុខហើយតែបែរជាបាត់នាងឈឹងសល់តែស្បែកជើងមួយចំហៀងគេក៏ប្រញាប់ទៅឋានលើប្រាប់រឿងនេះដល់ព្រះមាតាបតាស្មានថាពួកគាត់នឹងខឹងតែគេមានពាក់ព័ន្ធជាមួយមនុស្សស្រីសាមញ្ញតែផ្ទុយទៅវិញពួកគាត់សប្បាយចិត្តថែមទាំងចង់ចុះមកឋានកណ្ដាលដើម្បីទទួលកូនប្រសារទៅឋានលើទៀតផងស្ដេចនាគក៏យកស្បែកជើងដែលនាងធ្វើជ្រុះធ្វើជាតម្រុយដើម្បីតាមរកនាងទន្ទឹមនឹងនោះនៅឋានកណ្ដាលកន្លងផុតកន្លះឆ្នាំនាងបានមានឈាមចូលរបស់ស្ដេចនាគតែបែរជាត្រូវនាងចិត្តអាក្រក់និងម៉ែចង់ធ្វើបាបប្រាឲ្យធ្វើការធ្ងន់រាល់ថ្ងៃឪពុកនាងគិតថានាងមានកូនគ្មានខ្យល់ជាស្រីមិនល្អធ្វើឲ្យអាប់អន់កិត្តិយសគ្រួសារក៏បណ្ដោយឲ្យគេធ្វើបាបនាងតាមចិត្តចំណែកឯស្ដេចនាគនិងមាតាមកដល់ឋានកណ្ដាលក៏កាន់ស្បែកជើងដើររកកូនប្រសាគ្រប់កន្លែងឲ្យតែជួបស្រីគឺឲ្យសាឡបងពាក់ស្បែកជើងពេលនោះអ្នកភូមិម្នាក់ចំណាំបានថាជាស្បែកជើងកូនស្រីត្រកូលស៊ូពួកគេក៏សម្ដៅទៅផ្ទះត្រកូលស៊ូភ្លាមទៅដល់ភ្លាមក៏បញ្ចេញរូបរាងពិតជាស្ដេចនាគធ្វើឲ្យគ្រប់គ្នាភ័យញ័រជើងទ្រង់ក៏យកស្បែកជើងឲ្យនាងចិត្តអាក្រក់សាក់ពាក់មើលនាងចិត្តអាក្រក់ស្គាល់ច្បាស់ថាជាស្បែកជើងអ្នកណាពេលដឹងថាម្ចាស់ស្បែកជើងធ្លាប់មាននិស្ស័យជាមួយស្ដេចនាគហើយឲ្យតែពាក់ស្បែកជើងនេះត្រូវនឹងបានខ្លាយជាមហេសីនាគដ៏ខ្ពង់ខ្ពស់នាងក៏កាច់ចិត្តលោភលន់ភ្លាមចង់បន្លំខ្លួនធ្វើជាម្ចាស់ស្បែកជើងពេលនាងបំរុងនឹងសាក់ពាក់ម៉ែវាក៏ជ្រុលមកខាត់ហើយយកលេខថាជើងស្រីក្រមុំមិនអាចឲ្យអ្នកក្រៅឃើញនេះទេរួចក៏អូសកូនចូលទៅក្នុងឃ្លាំងដាក់អស់ឃើញកូនពាក់ស្បែកជើងមិនត្រូវសោះម្ដាយចិត្តដាច់យកកាំបិតមកបង្ខំឲ្យកូនកាត់សាច់ជើងដែលលើសចេញទៅនាងចិត្តអាក្រក់ដើម្បីចង់ធ្វើជាមហេសីនាគសុកចិត្តខមាត់ទ្រាំឈឺយកកាំបិតចិត្តកែងជើងខ្លួនឯងហើយក៏ទ្រាំនឹងការជិះចាប់ដល់សែនវេទនេះញាត់ជើងចូលក្នុងស្បែកជើងហើយដើរចេញមកក្រៅស្ដេចនាគឃើញដូច្នោះក៏ស្មានថានាងគឺជាម្ចាស់ស្បែកជើងពិតមែនហើយក៏ជឿជាក់ថានាងជាកូនប្រសារប៉ុន្តែភ្លាមនោះនាងល្អដែលត្រូវគេឃុំក្នុងឃ្លាំងក៏រើចំណងរួចរត់ចេញមកស្រែកប្រាប់ថាស្បែកជើងជារបស់នាងពេលនោះនាងចិត្តអាក្រក់ខ្លាចគេដឹងការពិតក៏ឲ្យគេយកស្បែកជើងមួយចំហៀងទៀតមកបង្ហាញដើម្បីបញ្ជាក់ថាជារបស់នាងពិតមែនគ្រូសានាគឃើញបែបនេះកាន់តែជឿជាក់ថានាងចិត្តអាក្រក់ជាកូនប្រសារហើយបែរជាគិតថានាងល្អជាជនបោកប្រាស់ទៅវិញដើម្បីបញ្ជាក់ថាពួកគេឲ្យតម្លៃកូនប្រសារក៏ប្រទានកាយទិព្វឲ្យគ្រូសានាងចិត្តអាក្រក់ឲ្យបានសោយសុខនៅឋានលើរួចនាំពួកគេទៅកាន់ឋានសួគ៌ក៏តែម្ដងនៅឋានសួគ៌ស្ដេចនាគបានត្រៀមរបស់ពិសេសសម្រាប់មហេសីរបស់ខ្លួនហើយផ្ញើឲ្យទេវតាសឺមីងយកទៅជូននាងឯខ្លួនឯងចេញទៅបេះស្មៅទឹកដើម្បីឲ្យមហេសីមានអាយុយឺនយូរចំណែកនាងល្អត្រូវបានគេចាប់ឃុំនៅជួសៀនថៃរងចាំស្ដេចនាគមកកាត់ទោសដែលហ៊ានបន្លំខ្លួននាងចិត្តអាក្រក់លើម៉ែស្ដេចនាគនិយាយថាពូជនាគពិបាកមានគុណណាស់ទើបនាងដឹងខ្លួនថានាងល្អកំពុងពុះកូននាគពិតប្រាកដដើម្បីកុំឲ្យមានអ្នកមកដណ្ដើមតំណែងនាងក៏សម្រេចចិត្តថាត្រូវតែកម្ចាត់ទាំងម៉ែទាំងកូនចោលនាងទៅដល់កន្លែងឃុំខ្លួនប្រើអំណាចធ្វើបាបនាងល្អឲ្យរបួសហើយដើម្បីបញ្ចប់រឿងនាងបង្កើតដាវទឹកកកមួយចាក់សម្ដៅទៅពោះរបស់នាងល្អសំណាងល្អកូននាគក្នុងផ្ទៃបញ្ចេញឬការពីម្ដាយទើបនាងរួចផុតពីសេចក្តីស្លាប់ពេលនោះទេវតាសឺមីងមកឃើញហេតុការណ៍ក៏មានអារម្មណ៍ថាមុខនាងល្អនេះដូចជាធ្លាប់ឃើញឯណាទើបនឹកឃើញថានាងគឺជាមនុស្សស្រីដែលស្ដេចនាគធ្លាប់ជួបដឹងថាក្រុមគ្រួសារនាគឬកូនប្រសាទខុសហើយគ្រាន់តែស្ដេចនាគក៏មកដល់ភ្លាមទេវតាក៏ប្រាប់ការពិតទាំងអស់ថែមទាំងប្រាប់ថាក្នុងពោះនាងមានកូននាគទៀតផងតែពេលនេះនាងកំពុងត្រូវគេតាមសម្លាប់ស្ថានភាពគ្រោះថ្នាក់ណាស់ស្ដេចនាគលឺហើយភ័យស្លន់ស្លោប្រញាប់នាំកងទ័ពទៅជួយប្រពន្ធកូនជាបន្ទាន់ឯនាងចិត្តអាក្រក់ឃើញថាដៅតកធ្វើអីនាងល្អមិនបានក៏ដកយករំពាត់នាគរីវីទៅលើនាងមួយទំហឹងក្នុងគ្រាអាសន្នកូននាគក្នុងពោះក៏ចេញមករងជំនួសម៉ែមួយរំពាត់នេះពួកសាច់ញាតិអាក្រក់ឃើញរូបរាងពិតកូននាគហើយរហូតដល់ទន់ជង្គង់លុតជង្គង់ចុះតែនាងចិត្តអាក្រក់នៅតែខ្លាំង
ប្រកាសថានឹងសម្លាប់កូននាងចោលចាំពេលនាងបានធ្វើមហេសី ចាំបង្កើតកូននាងពិតប្រាកដមួយទៀតថាហើយវាក៏ប្រមូលកម្លាំងលើករំពាត់វីទៅលើកូននាងម្ដងទៀត នាងល្អដើម្បីការពារកូនស្ទុះតែយកខ្លួនរងជំនួសត្រូវមួយរំពាត់ពេញទំហឹង ធ្វើឲ្យនាងរបួសធ្ងន់ទន់ខ្លួនឆ្លៀតពេលដែលនាងអស់កម្លាំងតស៊ូ វាប្រើស្រកានាគដែលស្តេកនាគមកបិទផ្ចិតកូននាគមិនឲ្យចេញមកជួយទៀតហើយបង្ខំឲ្យនាងជ្រើសរើស មួយសុកចិត្តលោតចុះទៅក្រោមពីរគឺនៅមើលកូននាងត្រូវគេសម្លាប់ដើម្បីការពារជីវិតកូន នាងទ្រាំឈឺប្រឹងងើបឈរដើរទៅមាត់ជ្រោះជូសៀនថៃទាំងអស់សង្ឃឹមក្នុងចិត្តនៅតែលួចសង្ឃឹមតិច ថាស្ដេចនាងនឹងមកជួយទាន់ជួយនាងនិងកូនតែទោះជាដើរដល់ កម្មជណ្ដាចុងក្រោយហើយនៅតែមិនឃើញស្រមោលប្តីមកសោះសុំទោសកូន ម៉ែមិនអាចនៅមើលកូនធំទេនាងបិទភ្នែកបណ្ដោយខ្លួន ឲ្យធ្លាក់ចូលទៅក្នុងជ្រោះដ៏ជ្រៅនោះទៅក្នុងវិនាទីនៃសេចក្តីស្លាប់អូនសម្លាញ់ ហ៊ានធ្វើបាបប្រពន្ធអញផងអេះអាកោះ